សួស្តីបងប្អូនអរគ្នាវីដេអូនេះផងដែរគឺវីដេអូនៃរបៀបនៃការយើងបើកឲ្យ AI Boy ដំណើរការបើសិនជាបងប្អូនមាន AI Boy ហើយតែនៅពេលដែលបងប្អូនបើកមានថាបងប្អូនចុចបើករងចាំតិចសិនឲ្យ AI Boy ចូលបាទពេលបងប្អូនចុចបើកចេញ license ហើយបងប្អូន log in ទៅចេញផ្ទាំង AI Boy មកណាបាទពេលដែលចេញមកចឹងបងប្អូនដាក់ឲ្យចុចដំណើរការគឺមិនដំណើរការទៅលើ MT5 ទេចឹងបងប្អូនទៅឆែកមើលចំណុចមួយចំនួនទី1គឺបងប្អូនត្រូវតែមើលទៅលើកន្លែង algo trading នេះបងប្អូនចុចបើកនៅបើឃើញក្រហមបែបហ្នឹងគឺបងប្អូនអត់បើកទេណាបងប្អូនចុចបើកសិនតមកទៀតបងប្អូនត្រូវទៅមើលកន្លែង tools ចឹងបងប្អូនចូលមកហើយចូលពី option ហើយបងប្អូនត្រូវតែ tick តាមដែលខ្ញុំដាក់ tick នេះណានេះ tick ស្រាប់ហ្នឹងបាទបន្ទាប់មកទៀតពេលដែលបងប្អូន tick ហើយខ្ញុំមិនបិទលឿនពេកបងប្អូន tick ហើយបងប្អូនចុច OK ទៅដើម្បីធ្វើការ save អញ្ចឹងវានៅកន្លែង tab expert advisor ណាអញ្ចឹងបន្ទាប់ពីរួចរាល់បងប្អូនចូលមក AI Boy វិញដែលបងប្អូនមើលទៅលើ symbol របស់យើងដាក់អញ្ចឹង symbol របស់យើងគឺ XAUUSDM អញ្ចឹងបងប្អូនគ្រាន់តែអូសមកមើលកន្លែងក្រោមមកចុចអូមកណាឃើញ XAUUSDM អញ្ចឹងបងប្អូនគ្រាន់តែឃើញត្រឹមត្រូវអស់ហើយឬមួយក៏ខុសឧទាហរណ៍បងប្អូន XAUUSDC ឬមួយក៏ SD ទៅទេបងប្អូន select មួយមកអញ្ចឹងបងប្អូន select ត្រឹមត្រូវហើយបងប្អូនគ្រាន់តែចុច start button ទៅជាការស្រេចតែមុននឹង start button បងប្អូនត្រូវតែមើលទៅលើ strategy មួយដែលបងប្អូនដាក់ប្រើប្រាស់អញ្ចឹងណាហើយអ្វីដែលខ្ញុំ recommend បំផុតហ្នឹងគឺ BPR នេះពីព្រោះថាលេងទៅវាអត់សូវហានិភ័យហើយក៏ profit បានភាគច្រើនហើយចំពោះ setting ក្នុងការ set up នៅក្នុងវីដេអូមួយទៀតក្នុងវីដេអូនេះខ្ញុំអត់និយាយច្រើនទេនិយាយបដោតទៅរបៀបនៃការដាក់វាដំណើរការតែមុខគត់អញ្ចឹងវីដេអូនេះគឺខ្លីជាងគេអញ្ចឹងណាអញ្ចឹងបងប្អូនគ្រាន់តែ select ឲ្យអស់ហើយ select symbol ឲ្យអស់ហើយបងប្អូនគ្រាន់តែចុចប៊ូតុង start ដែលនៅខាងលើនេះមកបាទអញ្ចឹងវានឹងធ្វើការដំណើរការចាប់មើល signal ហើយថា signal ហ្នឹងគួរ buy មួយគួរ sell អញ្ចឹងណាចាឥឡូវនេះវាកំពុងតែធ្វើការចាប់ signal សុំមើល symbol ភាសាទៀតអូខេវាកំពុងធ្វើការចាប់ signal ថាវាគួរ buy ឬមួយគួរ sell អញ្ចឹងបងប្អូនមិនបាច់ទៅបារម្ភថាវាមិនដើរវាមិនអីទេធម្មតាទេយើងដាក់ AI bot ចូលទៅ trade គឺអានេះយើងដើរតាម signal តាម flow ត្រឹមត្រូវអញ្ចឹងតើតែមាន signal បើវា buy ឬមួយក៏ sell បើអត់ signal វាអត់ទេហើយមួយវិញទៀតពេលខ្លះវាអាចនឹងមិនដើរដោយសារតែ broker គាត់ test server អញ្ចឹងពេលខ្លះក៏អាចអត់ដើរដែរអញ្ចឹងក៏បងប្អូនកុំព្រួយបារម្ភដែរនៅពេលដែល broker គាត់ឈប់ test server គឺវានឹងដំណើរការវិញធម្មតាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងអរគុណបងប្អូនទាំងអស់គ្នាហើយអ្នកដែលគាត់តែទៅចូលក្នុងក្រុមឬមួយអ្នកទៅតែស្គាល់អាចធ្វើការចុចប៊ូតុង subscribe អ្នកមួយទៅដើម្បីទទួលបានវីដេអូថ្មីនៅពេលដែលខ្ញុំ upload នៅពេលក្រោយៗទៀតហើយមួយវិញទៀតបងប្អូនដែលនៅក្នុងក្រុមក៏ចុច subscribe ដែរទៅពីព្រោះថានៅពេលបងប្អូនមានចម្ងល់ណាខ្លះបងប្អូនសួរជារួមយ៉ាងខ្ញុំនឹងធ្វើការថតជាវីដេអូដាក់ចូលទៅក្នុងplaylist តែម្ដងអញ្ចឹងស្រួលបងប្អូនយកមកមើលអញ្ចឹងណាព្រោះមិនមែនថាមានតែបងប្អូនមួយឆ្ងល់មួយទៀតអត់ឆ្ងល់អត់ទេអាចមាន3 4នាក់ទៀតនឹងឆ្ងល់ដូចគ្នាអញ្ចឹងខ្ញុំធ្វើមួយទៅសរុបរួមអញ្ចឹងអាចបងប្អូនយកមកមើលបានអញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងអរគុណ